ជីវិតវាប្រៀបដូចជាផ្លូវមួយអញ្ចឹងវាមិនត្រង់រហូតនោះទេវាមានពេលបត់វាមានពេលត្រង់វាមានពេលឡើងហើយក៏មានពេលចុះដែរតែត្រូវដឹងថាគ្រប់ជំហានដែលយើងដើរនៅលើផ្លូវវានឹងក្លាយទៅជាបទពិសោធន៍សម្រាប់បង្រៀនយើងសម្រាប់ធ្វើឲ្យយើងកាន់តែរឹងមាំនៅថ្ងៃស្អែកនៅពេលដែលអ្នកបរាជ័យឬមានអារម្មណ៍ថា stress ហត់នឿយធុញទ្រាន់សូមកុំភ្លេចថាអ្នកមិនមែននៅតែម្នាក់ឯងទៀតឡើយអ្នកនៅមានមិត្តសម្លាញ់ដែលយល់ចិត្តអ្នកនៅមានសង្សាររបស់អ្នកនៅមានគ្រួសារដ៏កក់ក្ដៅរបស់អ្នកដែលតែងជួយជ្រោមជ្រែងអ្នកពីក្រោយតែប្រសិនបើអ្នកមិនមានមិត្តសម្លាញ់មិនមានសង្សារហើយអ្នកមិនមានគ្រួសារមួយដែលកក់ក្ដៅទេអ្នកក៏នៅតែមានក្តីសម័យដែលអ្នកបានបង្កើតឡើងកំពុងរងចាំអ្នកទៅដល់គោលដៅដោយស្នាមញញឹមលោក Thomas Edison ធ្លាប់និយាយថាខ្ញុំមិនដែលបរាជ័យទេខ្ញុំគ្រាន់តែរកឃើញ10000វិធីដែលមិនដំណើរការហើយខ្មែរយើងក៏មានសុភាសិតមួយបានលើកឡើងថាតក់ពេញបំពង់មានន័យថាសកម្មភាពតូចនឹងបន្តរបស់អ្នកនឹងអាចសម្រេចក្តីសម្បត្តិរបស់អ្នកជាមិនខានឲ្យតែអ្នកមិនបោះបង់វាដើម្បីងើបឈរឡើងវិញពីភាពធ្លាក់ចុះអ្នកអាចទី1គឺយើងទទួលស្គាល់អារម្មណ៍របស់យើងទី2គឺយើងដាក់គោលដៅដាក់ក្តីសម័យរបស់យើងនឹងឲ្យតូចជាងមុនដើម្បីងាយនឹងអាចសម្រេចបានទី3គឺយើងស្វែងរកការគាំទ្រពីមិត្តភ័ក្តិពីមនុស្សជិតស្និទ្ធឬពីក្រុមគ្រួសាររបស់យើងទី4គឺយើងរៀនពីភាពបរាជ័យរបស់យើងដើម្បីកែលម្អគ្រប់យ៉ាងសម្រាប់ថ្ងៃស្អែកសូមចាំថានៅពេលណាដែលជីវិតរបស់យើងធ្លាក់ចុះវាមិនមែនជាចុងបញ្ចប់នោះទេវាគ្រាន់តែជាដំណាក់កាលមួយក្នុងការដំណើរការរបស់ជីវិតរបស់យើងតែប៉ុណ្ណោះដរាបណាអ្នកនៅតែមានដង្ហើមនោះអ្នកតែអាចឈរឡើងវិញហើយក្លាយជាមនុស្សរឹងមាំជាងមុនបានគ្រប់ពេលវេលាទោះបីជាអ្នកត្រូវដួលប្រមាណ10ដងទៀតក៏ដោយ